សូមជូននេតិរឿងនិទានខ្លីៗបែបអប់រំកាលដើមឡើយមានសត្វអកមួយគូរស់នៅភ្នំឥសូរមានកូនខ្ចីតែងតែចាប់ត្រីជាអាហារពេលនោះគ្រោះធម្មជាតិបានមកដល់គឺមានការខ្វះខាតចំណីអាហារខ្លាំងណាស់សត្វអកឈ្មោលក៏បាននិយាយជាមួយប្រពន្ធថាអូនសម្លាញ់បើសិនយើងទាំងពីរនាក់នៅតែរស់ជុំគ្នាតទៅទៀតឃើញថានឹងគ្មានអាហារបរិភោគទៀតឡើយដូច្នេះបងគិតសូមអនុញ្ញាតពីអូនដើម្បីទៅរកចំណីឯទីឆ្ងាយក្រែងបានចិញ្ចឹមជីវិតខ្លះចាតែចុះបងសម្លាញ់ហើយបងឆាប់ត្រឡប់មកលំនៅឋានរបស់យើងវិញព្រោះខ្ញុំនិងកូននៅរងចាំបងអកឈ្មោលបានហើរសម្ដៅទៅកាន់ព្រៃជ្រៅក៏បានជួបប្រទះនឹងបឹងមួយយ៉ាងធំហើយបឹងនោះសម្បូរមច្ឆាជាតិគ្រប់បែបយ៉ាងក្រោយពីចាប់ចំណីបរិភោគឆ្អែតហើយក៏ស្រាប់តែជួបប្រទះនឹងអកបឹងញីមួយដែលប្តីស្លាប់ចោលយូរហើយសត្វអកទាំងពីរនោះក៏រួមរស់ជាមួយគ្នាដោយក្តីស្នេហាផ្អែមល្ហែមយ៉ាងក្រៃលែងដោយឡែកថ្លែងពីអកញីដែលនៅឯភ្នំវិញមានការទន្ទឹងរង់ចាំប្តីយ៉ាងខ្លាំងខ្លោចផ្សាពន់ពេកពេលនោះកូនបានយំទាចំណីអាហារថាម៉ែខ្ញុំក្លៀនខ្លាំងណាស់ម៉ែហេតុអីបានជាពុកគាត់ទៅយំម្លេះម៉ែតន់ក្លៀនកុំយំណាកូនពុកឯងមកដល់ឥឡូវនេះហើយកូនទ្រាំចាំបន្តិចទៅពេលនេះកំពុងតែមានភ្លៀងធ្លាក់ហើយខ្យល់បក់ខ្លាំងណាស់ប្រហែលជាពុកឯងមកមិនទាន់ដល់ទេណាកូនគូឲ្យស្រណោះខ្លោចចិត្តចំពោះអកញីដែលជាប្រពន្ធដើមនិងកូនដែលរស់នៅឯភ្នំជាមួយកូនខ្ចីដោយក្តីស្រេកឃ្លានព្រមទាំងទន្ទឹមចាំផ្លូវប្តីហើយកូនស្រែកទួញសោកយ៉ាងខ្លាំងណាមួយបារម្ភពីប្តីណាមួយអាណិតកូនតូចដែលមិនទាន់ដឹងក្តីអ្វីបន្តិចសោះលុះភ្លៀងរាំងក៏សម្រេចចិត្តហើរទៅរកអកឈ្មោលដោយបន់ស្រន់ថាអោទេវតាអើយមេត្តាជួយមើលថែកូនខ្ញុំទាំងពីរតូចនេះផងកុំឲ្យសត្វក្អែកខ្មាស់ឬមានអ្វីមកបៀតបៀនយាយីដល់កូនខ្ញុំនោះឡើយពេលពោចប់ហើយអកញីបានស្ទុះទៅតាមអកឈ្មោលទាំងអារម្មណ៍ក្តៅខ្លោចផ្សាពេលហើរទៅដល់បឹងធំមួយដែលប្តីខ្លួនបានរស់នៅជាមួយអកបឹងនោះក៏ស្រាប់តែអកញីភ្ញាក់ព្រឺតហើយស្រែកថាបថោលោកប្តីបោះរកចំណីបែរជាមានសហាយជាមួយនឹងអកបឹងនេះទៅវិញហេតុអីលោកប្តីមិនស្រណោះប្រពន្ធកូនដែលទទួលរងការស្រេកឃ្លាននិងរងចាំបន្តិចណាឡើយចំណែកឯអកឈ្មោលស្ដាប់ឮហើយធ្វើប្រងើយមិនខ្វល់អ្វីបន្តិចសោះនិយាយពីកូនអកទាំងពីរវិញនៅឯភ្នំកំពុងទន្ទឹងរង់ចាំផ្លូវម្ដាយទាំងរងាញ័រខ្លួនដោយក្តីស្រេកឃ្លានផងពេលនោះមានសត្វថ្មាតកណ្ណាចមួយហើរមកឆាបឆក់យកកូនទាំងពីរធ្វើជាចំណីបាត់ទៅមេអកត្រឡប់មកវិញពុំឃើញកូនក្នុងសម្បុកក៏យំននាលបោកខ្លួនដោយវាចាយ៉ាងអន្លង់អន្លោចថាកូនសម្លាញ់ទាំងពីរតើសត្វអ្វីមកឆាបឆក់យកកូនខ្ញុំទៅជាចំណីអោទេវតាអើយហេតុអីក៏មិនមានចិត្តមេត្តាស្រណោះអាសូរដល់ខ្ញុំជាម្ដាយផងអោកូនទាំងពីរកូននៅទីណាហេតុអ្វីក៏ទេវតាដាក់ទោសដល់ខ្ញុំម្ល៉េះឲ្យកូនមកខ្ញុំវិញមកឲ្យកូនមកខ្ញុំវិញមកអកញីយំបោកខ្លួនរហូតដល់សន្លប់បាត់ស្មារតីពេលភ្ញាក់ដឹងខ្លួនឡើងវិញក៏លើកដៃប្រណម្យសច្ចាថាអោអិនព្រមទេវតាទាំងឈោកាមាសូគាជាស័ក្តិសិទ្ធិបើមានជាតិក្រោយកុំឲ្យខ្ញុំនេះជួបទុក្ខទៀតសូមឲ្យខ្ញុំជួបតែក្តីសុខក្សេមសាន្តកុំបីដូចជាតិនេះកូនទាំងពីររបស់ម្ដាយពេលនេះម៉ែទៅតាមកូនហើយពេលសច្ចាចប់ហើយអកញីបានហើរយ៉ាងខ្ពស់ទៅលើអាកាសហើយក៏បានទម្លាក់ខ្លួនពីលើអាកាសមកចំកន្លែងដែលកូនស្លាប់នោះបានបាត់បង់ជីវិតទៅរីឯអកឈ្មោលដែលរស់នៅជាមួយអកបឹងនោះមានចិត្តអាណិតអកញីជាប្រពន្ធដើមយ៉ាងខ្លាំង
រួចក៏គិតថា អោកូនសម្លាញ់អោប្រពន្ធសម្លាញ់បងអាណិតអូនដែរតែបងមិនហ៊ានចេញទៅជួបព្រោះខ្លាចនាងជាប្រពន្ធក្រោយរបស់បងតែមិនអីទេបងនឹងទៅជួបអូននិងកូនបន្តិចទៀតនេះ គិតរួចអកឈ្មោលបាននិយាយជាមួយអកបឹងថា ណែអូនបងខានហើរទៅទីឆ្ងាយយូរហើយដូចជាទន់ដៃទន់ជើងណាស់បងគិតហើរទៅលំហែបានពី3ថ្ងៃបានទេអូន មិនអីទេបងទៅចុះឲ្យតែបងហើរលំហែកាយមែនតែកុំទៅយូរពេកនិងកុំឲ្យលើសពីថ្ងៃដែលបងសន្យាណា អកឈ្មោលហើរមកដល់រកប្រពន្ធនិងកូនមិនឃើញក៏កើតក្តីទុក្ខទោមនស្សមានវិបដិសារីអាណិតប្រពន្ធកូនយ៉ាងខ្លាំងបានទូនយំបោកខ្លួនតាំងពីប្រលប់ដល់យប់ស្ងាត់រហូតដល់សន្លប់បាត់ស្មារតីហើយពេលភ្ញាក់ដឹងខ្លួនមកវិញក៏រៀបរាប់កំហុសឆ្គងរបស់ខ្លួនដោយសេចក្តីសោកស្ដាយថា អូនសម្លាញ់បណ្ដូលចិត្តបងអោកូនទាំងពីរមាសឪពុកអើយបងខុសហើយអូនពុកខុសហើយកូនតើអូននិងកូនស្រេកឃ្លានប៉ុណ្ណាទៅតើនរណាសម្រាប់កូនខ្ញុំតើអូននិងកូនរងចាំបងយូរយ៉ាងណាទៅអោទេវតាអើយសូមជួយធ្វើជាសាក្សីបើជាតិក្រោយខ្ញុំកើតជាសត្វឬជាអ្វីក៏ដោយសូមឲ្យជួបប្រពន្ធនិងកូនខ្ញុំទៀតគ្រប់ជាតិកុំបីឃ្លៀងឃ្លាតដូចជាជាតិនេះឡើយ សត្វអកឈ្មោលកំសត់នោះស្ទុះហើរឡើងទៅលើខ្ពស់កប់ពពកហើយឃើញសាកសពប្រពន្ធនិងឆ្អឹងកូនគោលលើគ្នាគួរឲ្យអាណយអាធម្មណាស់ក៏ទម្លាក់ខ្លួនពីលើអាកាសមកស្លាប់បាត់បង់ជីវិតនាពេលនោះទៅ សូមអរគុណចំពោះការតាមដានស្ដាប់របស់លោកអ្នក